ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញនៅជាមួយនឹងមុខម្ហូបប្រហុកចិញ្ច្រាំសាច់ជ្រូក3ជាន់មានរសជាតិឆ្ងាញ់ណាស់បងប្អូនហើយលក់របស់យើងមានជាប្រភេទខ្នោរួមជាមួយនឹងពពាយបងប្អូនបន្ទាប់មកនិយាយពីថាចូលជាគ្នាមែនតើរសជាតិបេះឡើងឆ្ងាញ់ហើយបើដែលសំខាន់ផ្សំគ្រឿងត្រូវទៀតណាបើមុខម្ហូបមួយមុខនេះឲ្យអួយតែម្ដងឥឡូវនេះគឺយើងលាងសម្អាតជាមួយនឹងខ្នោជាប្រភេទខ្នោខ្ចីបងប្អូនយកមកស្ងោរហើយចុចទៅនឹងប្រហុករបស់យើងនិយាយពីថាមានរសជាតិឆ្ងាញ់មែនតើបន្ទាប់ជាអន្លក់ហើយចំពោះពពាយវិញគឺឡើងខ្ចីលវក់តែម្ដងលាងសម្អាតមកទឹកពីទឹកអីចឹងណាបងប្អូនណា4ទៅ5ទឹកទៅដើម្បីវាស្អាតបានល្អប៉ុន្តែខាងខ្ញុំបាទនេះគឺកាត់ត្រួសជូនត្រខាងបងប្អូននៅក្នុងការទស្សនានិយាយពីថាពណ៌វិញឡើងតំណងខៀវឡើងឆ្អិនឆ្អៅតែម្ដងបើយើងនិយាយចោលគឺពណ៌បៃតងអរគុណឥឡូវនេះគឺយើងលាងសម្អាតទុកមួយអន្លើសិនទៅបាទក្រោយពេលដែលយើងទុកមួយអន្លើហើយគឺយើងមកលាងជាមួយនឹងសាច់ជ្រូក3ជាន់ជាប្រភេទសាច់ដែលចិញ្ច្រាំប្រហុកហើយមានរសជាតិឆ្ងាញ់យកតែមែនតែនហើយបើដែលសំខាន់គឺយើងលាងវាឲ្យស្អាតទៀតណាបងប្អូនធ្វើទៅតាម admin នៅក្នុងការបរិយាយមកហូបមួយមុខនេះទៅបាននៅរសជាតិឆ្ងាញ់ហើយមានជាមួយនឹងផាសុខភាពអនាម័យល្អទៀតណាឥឡូវគឺយើងចាប់ផ្ដើមនៅក្នុងការផ្លះសាច់ជ្រូករបស់យើងដើម្បីយកមកចិញ្ច្រាំបងប្អូនហើយចំពោះការចិញ្ច្រាំនេះប្រហុកមួយចានគោមនឹងគឺថាឆ្ងាញ់ខ្លាំងបងប្អូនហើយភ្លេចខ្លួនដាច់ប៉ាត់ហ្មងណាបាយចុះទៀតហើយនិយាយទៅគឺថាឲ្យតែបានមកហូបឆ្ងាញ់បងប្អូនប្រិមិត្តយើងដែលទស្សនានៅជាមួយនឹង Channel Dara Cooking បើពេញចិត្តមុខម្ហូបមួយមុខណាអាចសាកល្បងធ្វើតាមបានហើយបើសិនជាខាងបងប្អូនយើងចង់តាមដានរាល់វីដេអូអាចចុច Subscribe រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងបានវីដេអូថ្មីជារៀងរាល់ថ្ងៃបន្តតែម្ដងឥឡូវគឺយើងហាន់សាច់ជ្រូកជាបន្ទះស្ដើងមកល្មមងាយស្រួលនៅក្នុងការចិញ្ច្រាំពេលដែលយើងចិញ្ច្រាំទៅវាងាយនៅក្នុងការម៉ត់ណាបងប្អូនធ្វើតាម admin នៅក្នុងការបរិយាយប្រាប់ជំរាបជូនត្រខាងបងប្អូនបានមុខម្ហូបឆ្ងាញ់ហើយទទួលបាននៅរសជាតិទៀតតែម្ដងណាបងប្អូនឥឡូវនេះគឺយើងចាប់ផ្ដើមនៅក្នុងការចិញ្ច្រាំហើយចិញ្ច្រាំសាច់ជ្រូក3ជាន់របស់យើងនឹងចិញ្ច្រាំវាមកល្មមសមគួរអីហើយគឺយើងដាក់ប្រហុកចិញ្ច្រាំច្បល់ចូលតែម្ដងដើម្បីងាយនៅក្នុងការម៉ត់តាណាគ្នាអញ្ចឹងណាធ្វើតាម admin នៅក្នុងការបង្ហាញមើលបងប្អូនបានម្ហូបឆ្ងាញ់តែម្ដងរសជាតិវិញអូយឲ្យអួយហើយបើនិយាយពីតាក់តងទៅលើការផ្សំគ្រឿងទៀតណាមុខម្ហូបប្រហុកចិញ្ច្រាំនេះគ្រឿងផ្សំមានតែស្ករហើយប៊ីចេងឯងបងប្អូនធ្វើតាមខាងខ្ញុំបាទបរិយាយម្ហូបមានរសជាតិឆ្ងាញ់ហើយទទួលបាននៅរសជាតិទៀតណាអញ្ចឹងសាកល្បងតាមខាងខ្ញុំបាទនៅក្នុងការបង្ហាញជូនទាំងអស់គ្នាចិញ្ច្រាំទៅចិញ្ច្រាំមកចាប់ផ្ដើមនៅក្នុងការម៉ត់បន្តិចម្ដងឃើញថាពណ៌វិញឡើងតំណងហើយបើដែលសំខាន់ក្លិនឡើងឈ្ងុយប្រហុកយើងធ្វើដោយខ្លួនឯងទៀតមកវាឈ្ងុយខ្លាំងណាស់បងប្អូនហើយបន្ថែមនៅជាមួយនឹងខ្ទឹមស 4-5 កំពឹសមកដាក់យកក្លិនឈ្ងុយចេញពីខ្ទឹមសអមទៅដល់នៅជាមួយនឹងម្ទេសហិលមកតិចទៀតអូយ 4-10 គ្រាប់មកលក្ខណៈមួយថាឈ្ងុយឆ្ងាញ់អញ្ចឹងណាម្ហូបឈ្ងុយឆ្ងាញ់មកដល់ទៀតដែរបងប្អូនអញ្ចឹងរស់រាន់មកសាកល្បងនៅក្នុងការធ្វើចម្អិនបានបើនឹកមុខម្ហូបអត់ឃើញទេអាចនៅក្នុងការនឹកឃើញមុខម្ហូបមួយមុខនេះរសជាតិវិញឡើងឆ្ងាញ់នេះគឺជាការផ្សំគ្រឿងបងប្អូនមានស្ករសអមទៅដល់នៅជាមួយនឹងប៊ីចេងចិញ្ច្រាំវាច្បល់ចូលគ្នាមកគ្រឿងមកប៉ុណ្នេះមកល្មមតែម្ដងហើយពេលឆ្អិនហើយច្បាច់ក្រូចឆ្មាបន្តិចទេបងប្អូនណាបន្ទាប់ជាមួយនឹងខ្នោស្ងោរនោះនិយាយវីតាមីនជាតិណារសជាតិវិញឲ្យអួយបងប្អូនហើយចំពោះវិធីនៅក្នុងការចម្អិនស្រួលយកទៅចំហុយតែមួយផ្លែតហ្នឹងគឺឆ្អិនហើយអរគុណឥឡូវនេះគឺយើងចិញ្ច្រាំវាច្បល់វាឲ្យចូលសពគ្រឿងដែលយើងបាននៅក្នុងការដាក់អំបញ្ញមិញណាបងប្អូនចិញ្ច្រាំចោះចិញ្ច្រាំឡើងមកប្រែត្រឡប់ចឹងទៅចិញ្ច្រាំមើលតែល្មមសមគួរលើកដាក់ចានបានហើយលើកដាក់ចានហ្នឹងក៏ភ្លេចគោះពងទាយកតែសាច់ក្រហមវាហ្នឹងមកបៀកនៅពីលើមកឡងក្រហមច្រាលតែម្ដងពេលឆ្អិនណាបងប្អូនធ្វើតាម admin នៅក្នុងការបរិយាយមើលមកហូបឆ្ងាញ់ប្រចាំថ្ងៃយកតាណាអស់អញ្ចឹង Channel Dara Cooking គឺជាគោលដៅមួយសម្រាប់ខាងបងប្អូននៅក្នុងការទស្សនាឲ្យបានមុខម្ហូបយកទៅធ្វើឲ្យទទួលបាននៅរសជាតិឆ្ងាញ់តែម្ដងឃើញទេបងប្អូនគឺយើងយកតែផ្ទៃក្រហមទេណាអពណ៌សគឺយើងចាក់ទុកមួយឡែកទៅបងប្អូនទុកជៀនក៏បានឬក៏បងប្អូនគិតថាមិនត្រូវការទេបោះចោលតែម្ដងក៏បានដែរតែបើយកល្អយើងកុំឲ្យខាតទៅបងប្អូនទុកទៅបាទឬក៏គោះថែមមួយគ្រាប់ពីរគ្រាប់ទៀតមកជៀនបានមកប្រទេសពីប្រទេសហ៎បាទ business ដល់ដែរហ្នឹងណាបងប្អូននិយាយទៅគឺអត់ឲ្យខាតឥឡូវចាប់ផ្ដើមនៅក្នុងការយកមកចំហុយបងប្អូនចំហុយស្រួលមែនតើគឺយើងរៀបខ្នោដាក់នៅពីក្រោមអញ្ចឹងមកហើយចំពោះប្រហុកចិញ្ច្រាំយើងដាក់នៅក្នុងចានចេះហើយយើងចាក់ទឹកមកបាទមួយសន្ទុះក្រោយមកហ្នឹងគឺពុះក្រឹកក្រាក់បង្ហាញជូនត្រខាងបងប្អូននៅក្នុងការទស្សនាលក្ខណៈមួយថាឡើងឈ្ងុយនិយាយពីថាបើកម្របមកនោះចេះដល់6ភូមិមកហើយបើនិយាយពីថាតាក់តងទៅលើរសជាតិវិញឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយឃើញទេតំណោមែនតែនខាងខ្ញុំបាទគ្រាន់តែឃើញណាឃើញគឺចង់ញ៉ាំទៀតតែម្ដងណាមកហូបឆ្ងាញ់ចេះចាំកែមិនរុះរាន់សាកល្បងធ្វើទាំងអស់គ្នា
ហើយបងប្អូនយើងដឹងតែថាបើថាបានភ្លក់វិញដឹងពីរសជាតិតែម្ដងណាហើយចំពោះការធ្វើងាយបំផុតបងប្អូនឃើញហើយឡើយឆ្អិនណានេះបើឆ្អិនប៉ុណ្ណេះគឺយើងលើកដាក់ចោលបានហើយងាយចំពោះវិធីធ្វើមុខម្ហូបមួយមុខនេះរសជាតិឆ្ងាញ់ងាយស្រួលនៅក្នុងការចម្អិនអរគុណច្រើនមានតែប៉ុណ្្នេះទេអាចជួបលោកអ្នកនៅក្នុងវីដេអូក្រោយខណៈនេះខាងខ្ញុំបាទសូមអរគុណសូមជម្រាបលាបាយបាយ